រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាជាថ្មីម្ដងទៀតជាមួយនឹងវីដេអូថ្មីរបស់ខ្ញុំបាទផងដែរហើយនេះគឺជាវីដេអូមួយដែលជាសកម្មភាពដែលបងប្អូនរបស់ខ្ញុំបាននាំគ្នាធ្វើនំបាញ់ឆែវហូបជុំគ្នានៅផ្ទះម្ដាយពុករបស់ខ្ញុំនៅឯស្រុកកំណើតបងប្អូនដោយសារតែខ្ញុំមានធរៈមកផ្ទះម្ដាយពុករបស់ខ្ញុំនៅស្រុកកំណើតហើយបងស្រីរបស់ខ្ញុំគាត់ក៏មកពីភ្នំពេញដែរដល់អញ្ចឹងទៅក៏ជុំគ្នា3 4នាក់បងប្អូនហ្នឹងក៏ពិភាក្សាគ្នាសម្រាប់ចិត្តថាក៏ធ្វើនំបាញ់ឆែវហ្នឹងគឺហូបជុំគ្នាជាមួយម៉ែជាមួយពុកអីចឹងទៅហើយនឹងក្មួយមកផ្ទះហ្នឹងហើយនេះគឺជាសកម្មភាពដែលម្ដាយរបស់ខ្ញុំនិងបងស្រីរបស់ខ្ញុំហើយនឹងក្មួយហើយនឹងប្រពន្ធរបស់ខ្ញុំគាត់រៀបចំបេះបន្លែលាងបន្លែអីចឹងណាបងប្អូនអរគ្នាហើយនេះគឺជាសកម្មភាពដែលបងស្រីរបស់ខ្ញុំគាត់ចាប់ផ្ដើមឆាគេហៅឆាស្នូលឆាស្នូលនំបាញ់ឆែវហើយនេះគឺជាសកម្មភាពដែលបងស្រីរបស់ខ្ញុំគាត់ចាប់ផ្ដើមលាយនៅហៅថាម្សៅសម្រាប់ចាក់នំសម័យនេះអាចនិយាយបានថាស្រួលជាងសម័យមុនបងប្អូនកាលដូចខ្ញុំនៅក្មេងៗបើចង់ធ្វើនំពីម្សៅអង្គម្សៅអីចឹងគឺចាំបាច់ត្រូវតែចំណាយពេលក្នុងការកិនអញ្ចឹងត្រូវត្រាំអង្គហើយត្រូវមានអាគេហៅបងប្អូនដឹងនៅចាំមកទេគឺអាត្បាល់ដែលយើងកិនដៃបងប្អូនអញ្ចឹងអង្គុយកិនទាំងអមតបានចេញជាម្សៅមកណាបងប្អូនគូរយដៃចុកដៃដូរអីគ្នាចឹងទៅប៉ុន្តែសម័យនេះខ្ញុំឃើញថាស្រួលមែនតើគឺយើងគាត់ថាទៅផ្សារយើងទិញពីផ្សារមកថងចឹងមកយើងយកមកចាក់លីទឹកលេអីគឺតាមនំដែលយើងធ្វើចឹងទៅហើយនេះគឺជាស្នូលនំបាញ់ឆែវហ្នឹងដែលបងស្រីរបស់ខ្ញុំគាត់ចាប់ផ្ដើមឆាចាប់ផ្ដើមអីហ្នឹងអញ្ចឹងឥឡូវនេះគឺបានឆ្អិនហើយអញ្ចឹងសំខាន់គឺសំខាន់បំផុតនំបាញ់ឆែវគឺស្នូលវានឹងឯងហើយដូចបងប្អូនអរគ្នាដឹងហើយនំបាញ់ឆែវគឺចាំបាច់ត្រូវមានប្រដាប់តំណប់នំអញ្ចឹងនៅខាងទលេអត់ពិបាកទេហើយក៏យើងអត់ទៅរកស្លឹកចេកណាដែរគឺយើងទៅបេះស្លឹកកំប្លោកហើយនេះគឺជាសកម្មភាពដែលពុករបស់ខ្ញុំគាត់បានទៅបេះស្លឹកកំប្លោកនៅខាងក្រោយផ្ទះអញ្ចឹងស្លឹកកំប្លោកមិញដែលខ្ញុំបានថតឲ្យបងប្អូនមើលមិញហ្នឹងគឺស្លឹកកំប្លោកយើងបេះមកយើងលាងទឹកវាស្អាតអញ្ចឹងណាបងប្អូនហើយយើងយកមកកាត់ឲ្យស្អាតអញ្ចឹងទៅសម្រាប់យើងដាក់ទ្រាប់នំហើយនេះគឺជាសកម្មភាពដែលបងស្រីរបស់ខ្ញុំគាត់ចាប់ផ្ដើមចាក់នំបដាអញ្ចឹងណាបងប្អូនអញ្ចឹងពេលដែលចាក់ទៅឃើញថាវាអត់ទាន់សភាពការទេក៏ម្ដាយរបស់ខ្ញុំគាត់ដាក់ខ្ទះមួយទៀតអញ្ចឹងទៅសម្រាប់ជួយចាក់គ្នាអញ្ចឹងម្លែកម្សៅហ្នឹងជា2ចានទៅធន់ទៅហើយជួយចាក់អញ្ចឹងទៅដើម្បីឲ្យឆាប់អស់អញ្ចឹងបងប្អូនហើយនេះគឺជាសកម្មភាពដែលម្ដាយរបស់ខ្ញុំគាត់ជួយចាក់បងស្រីរបស់ខ្ញុំអញ្ចឹងដល់ពេលយើងចាក់ពីខ្ទះអញ្ចឹងយ៉ាងណាក៏វាកាត់បន្ថយពេលគឺវារៀងលឿនអញ្ចឹងណាបងប្អូនអញ្ចឹងបើសិនជាយើងប្រើតែខ្ទះមួយគឺរៀងយឺតហើយដោយសារតែខ្ទះរបស់យើងហ្នឹងវាមិនមែនជាខ្ទះសម្រាប់ដែលយើងចាក់នំលក់ជាប្រចាំជាខ្ទះដែលយើងចៀនម្ហូបធ្វើអីឆានេះឆានោះចឹងទៅខ្ទះយើងវាអាចនឹងជាប់អញ្ចឹងចាក់ទៅវាមានសភាពយឺតហើយវាបែកធ្លីនំអីទៅវាមិនស្អាតដូចគេចាក់លក់រាល់ថ្ងៃទេអញ្ចឹងដូចបងប្អូនឃើញក្នុងវីដេអូហ្នឹងចឹងហ្នឹងពេលដែលយើងចាក់ទៅវាធ្លុះវាធ្លាយអញ្ចឹងណាបងប្អូនប៉ុន្តែមិនអីទេដោយសារតែយើងធ្វើមិនមែនធ្វើសម្រាប់លក់ទេយើងធ្វើសម្រាប់ហូបខ្លួនឯងហើយនេះគឺជាទឹកសម្រាប់ជាលក់នំអញ្ចឹងនេះបានចាក់បានចេញជារូបរាងហើយបងប្អូនអញ្ចឹងសកម្មភាពទាំងអស់នេះគឺជាសកម្មភាពដែលខ្ញុំបានធ្វើនំបាញ់ឆែវហ្នឹងហូបជុំគ្នានៅផ្ទះម្ដាយពុករបស់ខ្ញុំនៅស្រុកកំណើតអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងវីដេអូនេះមិនមានអីច្រើនទេគ្រាន់តែចង់ចែកម្លែកនៅសកម្មភាពដែលខ្ញុំបានធ្វើនំហូបជុំគ្នាជាមួយនឹងបងប្អូននិងម្ដាយពុករបស់ខ្ញុំអញ្ចឹងវីដេអូនេះសង្ឃឹមពុកម៉ែបងប្អូនអរគ្នាជួយ share វីដេអូនេះម្នាក់មួយផងដែរបាទអរគុណច្រើន